ថ្ងៃនេះយើងសូមមកមើលវេយ្យាករណ៍នៅក្នុងមេរៀនទី15ទាំងអស់គ្នាវេយ្យាករណ៍ទី1គឺទាក់ទងទៅនឹងការអនុញ្ញាតអញ្ចឹងនៅពេលដែលយើងសូមការអនុញ្ញាតគេយើងអាចប្រើទម្រង់វេយ្យាករណ៍ Temo ii desu ka ឧទាហរណ៍ Shashin o totemo ii desu ka អញ្ចឹងគ្រានេះមានន័យថាតើខ្ញុំអាចថតរូបបានដែរឬទេអញ្ចឹងគឺជាការសូមអនុញ្ញាតដើម្បីថតរូបឥឡូវនេះសូមអ្នកទាំងអស់គ្នាធ្វើលំហាត់អនុវត្ត A1 ហើយនិង B1 ទាំងអស់គ្នាអញ្ចឹងចំពោះវេយ្យាករណ៍ទី2នេះគឺទាក់ទងទៅនឹងការឆ្លើយតបទៅនឹងសំណួរនៃការសូមអនុញ្ញាត Temo ii desu ka អញ្ចឹងនៅក្នុងករណីនេះពេលដែលយើងឆ្លើយស្របគឺយើងអាចឆ្លើយថា ii desu yo douzo ដែលមានន័យថាបាទឬក៏ចាស់បានសូមអញ្ជើញនៅពេលដែលយើងបដិសេធយើងអាចឆ្លើយថា sumimasen chotto អញ្ចឹងគ្រានេះមានន័យថាសូមទោសអត់បានទេអញ្ចឹងបន្ទាប់ពីមើលវេយ្យាករណ៍ខាងលើរួចសូមធ្វើលំហាត់អនុវត្ត B2 ទាំងអស់គ្នាវេយ្យាករណ៍ទី3គឺជាទម្រង់ហាមឃាត់មានថាហាមឃាត់មិនឲ្យនរណាម្នាក់ធ្វើអ្វីមួយអញ្ចឹងគឺយើងប្រើទម្រង់ te wa ikemasen ឧទាហរណ៍ Bizukan de shashin o totte wa ikemasen នេះមានន័យថាហាមថតរូបនៅក្នុងសារមន្ទីរអញ្ចឹងគឺជាការហាមឃាត់មិនឲ្យថតរូបឥឡូវនេះសូមអ្នកទាំងអស់គ្នាមើលលំហាត់អនុវត្ត A2 ហើយនិង B3 ទាំងអស់គ្នាវេយ្យាករណ៍ទី4គឺទាក់ទងទៅនឹងស្ថានភាពដែលយើងប្រើប្រាស់ទម្រង់វេយ្យាករណ៍ teimasu អញ្ចឹង teimasu កន្លែងនេះគឺបង្ហាញអំពីស្ថានភាពរបស់នរណាម្នាក់ឬក៏អ្វីមួយឧទាហរណ៍ Watashi wa kekkon shite imasu អញ្ចឹងគ្រានេះមានន័យថាខ្ញុំរៀបការរួចហើយអញ្ចឹងមានន័យថាគឺខ្ញុំកំពុងតែស្ថិតនៅក្នុងស្ថានភាពដែលមានចំណងអាពាហ៍ពិពាហ៍ទី2 ភ្នំពេញនេះស៊ុនដេម៉ាស់អញ្ចឹងគ្រានេះមានថាខ្ញុំរស់នៅក្នុងទីក្រុងភ្នំពេញគ្រានេះមានថាស្ថានភាពរបស់ខ្ញុំនាពេលបច្ចុប្បន្នគឺរស់នៅទីក្រុងភ្នំពេញទី3 T sensei o shitte imasu អញ្ចឹងគ្រានេះមានន័យថាខ្ញុំស្គាល់លោកគ្រូ T អញ្ចឹងមិនមែនមានន័យថាកំពុងតែធ្វើនោះទេអញ្ចឹងគឺបង្ហាញពីស្ថានភាពដែលយើងស្គាល់គាត់តាំងពីមុនរហូតមកដល់ឥឡូវនេះគឺយើងនៅតែស្គាល់ដដែលអញ្ចឹងយើងបានមើលរួចហើយនៅគ្រាខាងលើមិញស្គាល់យើងប្រើពាក្យថា shitte imasu ប៉ុន្តែនៅពេលដែលយើងឆ្លើយបដិសេធចំពោះ shitte imasu គឺយើងអត់ប្រើ shitte imasen ទេគឺយើងប្រើ shirimasen ហើយសូមមើលឧទាហរណ៍សំណួរសួរថា A sensei o shitte imasu ka សំណួរមានន័យថាតើអ្នកស្គាល់លោកគ្រូ A ដែរឬទេអញ្ចឹងក្នុងករណីដែលយើងអត់ស្គាល់លោកគ្រូ A គឺយើងត្រូវឆ្លើយថា Iie shirimasen អញ្ចឹងគ្រានេះមានន័យថាខ្ញុំអត់ស្គាល់ទេមានន័យថាកាលពីមុនខ្ញុំអត់ស្គាល់គាត់ហើយឥឡូវនេះក៏ខ្ញុំនៅតែអត់ស្គាល់គាត់ដដែលអញ្ចឹងហើយគឺយើងប្រើ shirimasen អត់ប្រើ shitte imasen ទេឥឡូវនេះសូមមើលលំហាត់អនុវត្ត A3 ហើយនិង B4 ទាំងអស់គ្នាវេយ្យាករណ៍ទី5គឺជាទម្រង់ teimasu ដដែលប៉ុន្តែទម្រង់ teimasu នេះគឺបង្ហាញអំពីការងារដែលធ្វើឡើងក្នុងរយៈពេលយូរណាមួយឬក៏ការងារដែលធ្វើឡើងជាទម្លាប់ឧទាហរណ៍ Toyota は車を作っていますគ្រានេះមានន័យថាក្រុមហ៊ុន Toyota គឺផលិតឡានអញ្ចឹងមានន័យថាក្រុមហ៊ុន Toyota ហ្នឹងគឺផលិតឡានតាំងពីយូរលង់ណាស់មកហើយមកដល់ពេលឥឡូវនៅតែផលិតឡានទីមួយទៀតគឺ Watashi wa daigaku de oshite imasu អញ្ចឹងគ្រានេះមានន័យថាខ្ញុំបង្រៀននៅសាកលវិទ្យាល័យអញ្ចឹងគឺការបង្រៀនហ្នឹងគឺជាសកម្មភាពមួយដែលធ្វើឡើងតាំងពីមុនមកហើយមកដល់ពេលឥឡូវនេះក៏នៅតែធ្វើការបង្រៀនដដែលអញ្ចឹងវាលក្ខណៈការងារហ្នឹងជាទម្លាប់អញ្ចឹងហើយយើងប្រើទម្រង់ teimasu
បន្ទាប់ពីមើលវេយ្យាករណ៍ខាងលើរួចសូមមើលលំហាត់អនុវត្ត A4 B5 ហើយនិង B6 ទាំងអស់គ្នាចឹងចំពោះវេយ្យាករណ៍នៅក្នុងមេរៀនទី15សូមបញ្ចប់ត្រឹមនេះហើយសូមចាំមើលវេយ្យាករណ៍នៅក្នុងមេរៀនទី16ទាំងអស់គ្នាទៀតសូមអរគុណ